đá lần tây chỗ này hồ đá này niêm rồi mà ska chặt đá lần rip ở đan xong xưa về rừng mũ đan xong xưa rừng mũ hay thọ đặt để đổ đan rip khang hay đất khang chứ men ta ska chặt hay đan là so bó cái về bố đất khang lịch nếp bàn tay rừng tụi mù về bố bàn tay bò ska chặt đào vào tập pat steng chỉ mới không nó thôi bao nhiêu đó bong prap bao xuân chịu đan năng mũ đất tích đất tinh ở năng đan xong xưa cài lại đan này hay bao xuân chịu so cái về bố đan đất khang về bố đan đất khang để mũ tao và đan ska chặt căn đất khang liệt bàn tay này tập pat steng đàoនេះska chặt cao số 9.1%mà mơn phía đó thôi cái này chấm mơn này chấm mơn បាទវីដេអូខ្ញុំបានចេញប្រាប់ហើយពីរបៀបមើលរុនពោះធ្វើម៉េចឲ្យដឹងថារុនពោះសង្សឿធ្វើម៉េចឲ្យដឹងថារុនពោះវ័យដបោកវ័យកបីឬក៏រុនសកាចាស់ចឹងទៅហើយនេះគឺជាសកម្មភាពដែលខ្ញុំបានពីអ្នកអូនភ័ក្របាទបងធម្មជាតិគាត់ទៅផ្ទះវិញហើយដោយសារតែតាំងពីគាត់មកគឺ8ថ្ងៃហើយអត់ដែលរាំងទេភ្លៀងរាល់ថ្ងៃហើយខ្ញុំពិតជាស្ដាយមែនទែនដែលមានសកម្មភាពជាមួយបងតិចអត់ភ្លៀងពេលដែលបងទៅផុតគឺមានអត់ភ្លៀងចឹងហើយខ្ញុំពីអ្នកបងប្រុសខ្ញុំដែលត្រូវជាកាមេរ៉ាមែនខ្ញុំផងហើយក៏ត្រូវជាបងខ្ញុំផងបាទខ្ញុំដើរពីអ្នកបងដោយសារតែស្រួលទីមួយយើងជួយថតគ្នាទៅទីមួយយើងជួយកាប់គ្នាទៅហើយបើនិយាយពីដីវិញបងប្អូនបានឃើញហើយដូចថ្មអញ្ចឹងមកដាក់ឡងអាដីដបោកដីគេកាយពីបានស្រះមកវាជាប្រភេទដីឥដ្ឋបាទហើយអានេះវាជាសកម្មភាពរបស់ខ្ញុំទេហើយខ្ញុំក៏មិនណែនាំឲ្យក្មេងៗឬក៏បងប្អូនដែលគ្មានជំនាញជាមួយវាឬក៏ដូចនិយាយហ្នឹងដូចថាមិនចេះមិនយល់វាយើងកុំទៅលេងសើចជាមួយវាអីកុំចាប់វាដូចខ្ញុំអីបាទហើយនេះគឺជាសកម្មភាពដែលខ្ញុំជីកពីអ្នកបងខ្ញុំហើយខ្ញុំបានប្រាប់ហើយថារុនពោះល្មិចរុនអីមិនចឹងទៅហើយទីទៀតហ្នឹងខ្ញុំនឹងចេញវីដេអូប្រាប់ពីរបៀបចាប់ទៀតបាទធ្វើម៉េចចាប់កុំឲ្យវារើធ្វើម៉េចចាប់កុំឲ្យមានហានិភ័យធ្វើកុំឲ្យមានគ្រោះថ្នាក់អញ្ចឹងហើយខ្ញុំក៏មិនមែនជាអ្នកចេះដឹងច្បាស់លាស់ក៏មិនមែនជាគ្រូមានបទពិសោធន៍អីដែរបើនិយាយត្រង់មកខ្ញុំហ៊ានស្បត់ក្នុងវីដេអូហ្នឹងគឺខ្ញុំដលងមូលសុទ្ធសាធគ្មានចេះបាលីបាឡាំងឆ្នាំការពារឆ្នាំការប៉ាំងអីទេបាទហើយខ្ញុំចាប់នេះដោយសារតែខ្ញុំស្និទ្ធជាមួយវាពួកដែលខ្ញុំជាអ្នកស្រែចម្ការខ្ញុំធ្លាប់ចាប់វាតាំងពីតូចទៅពីខ្ញុំនៅជទង់អញ្ចឹងហើយខ្ញុំអត់សូវខ្លាចវាទេបាទអត់បើនិយាយទៅគឺស្និទ្ធជាមួយវាមិនថាពោះថ្លាន់ធំប្រព័ន្ធផ្លូវក៏ខ្ញុំចាប់ដែរការខ្ញុំនៅទូចខ្ញុំដល់ថ្នាក់ចាប់ពោះថ្លាន់មួយលី2នាក់រួចបាទបើពោះថ្លាន់លេបងាប់បាត់ហើយបាទប៉ុន្តែអត់បានលេបបាទនិយាយអញ្ចឹងបណ្ដោយទៅបាទវីដេអូហ្នឹងហើយខ្ញុំមិនមែនតែចេះតែចាំងអីទេហើយខ្ញុំក៏អរគុណមែនទែនដែលបងប្អូនតែងតែខមមិនថាកុំឲ្យចាប់រស់អីសកាចាស់វាគ្រោះថ្នាក់ណាស់ឬក៏អ្នកខ្លះតែងតែខមមិនឈ្នានេះបែបម៉េចឈ្នានេះថាពុធីអន់ណាស់ចាប់តែពោះងាប់ចាប់តែវាយពោះងាប់បានចាប់បានអីចឹងទៅខ្ញុំចង់ប្រាប់បងថាចេះខ្ញុំវាយឬក៏ខ្ញុំចាប់វាជារឿងរបស់ខ្ញុំទេប៉ុន្តែបើបងឲ្យខ្ញុំចាប់រស់គ្រប់ពោះខ្ញុំមើលស្ថានភាពការចាប់របស់វាដែរបើសិនជាខ្ញុំចាប់អត់បានគឺខ្ញុំវាយហើយគឺខ្ញុំបាញ់ហើយប៉ុន្តែបើបងប្អូនឲ្យខ្ញុំចាប់រស់ឧទាហរណ៍បើសិនជាមានគ្រោះថ្នាក់មកលើខ្ញុំតើបងទទួលខុសត្រូវអត់តើក្រុមគ្រួសារខ្ញុំរំពឹងអីទៀតបើក្រុមគ្រួសារខ្ញុំរាល់ថ្ងៃរំពឹងចំហររឹងមាំទៅលើខ្ញុំហ្នឹងហើយធ្វើតាមអ្វីដែលខ្ញុំចេះតាមអ្វីដែលខ្ញុំជំនាញហ្នឹងទៅបាទហើយទីទៀតហ្នឹងខ្ញុំទៅប្រាប់ពីរបៀបចាប់ថាចាប់ធ្វើម៉េចកុំឲ្យវារើតោះ let's go អូខេអានេះក្បាលទី2ណាបាទក្បាលទី2ហើយវីដេអូនេះខ្ញុំផ្សាយទៅបងពុកម៉ែបងប្អូនទាំងអស់គ្នាហើយជាពិសេសនោះមេធីមសកាចាស់ហើយនឹងបងចាណា KH បាទ VKH ផ្សាយជូនបងទាំងពីរនាក់មួយទៀតមេធីមពោះផលិតបាទណែបាទមើលផងប៉ុនក៏ដៃបាទអូក្បាលទី2អរគុណបាយបាយអានេះវាលមូលបដាច់ក្បាលវាចោលមកអានេះវាឲ្យយើងប៉ះក្បាលហើយណាខ្លាចណាស់ដោយបងប្រាប់ទាំងអាពោះសកាចាស់នេះវាគ្រូកាន់វាមិនឲ្យយើងប៉ះក្បាលទេវាលមូលឃើញវាលមូលធ្វើម៉េចចង់ដាច់លេងហ្នឹងហ្មងសាហាវបើយើងចាប់កន្លែងនេះអត់ប្រយ័ត្នគឺក៏គេបានដែរឃើញអូអានេះមិនលេខសើចទេណានៅលើនេះកុំឃើញបើបានចេះវាអត់រើទេឃើញបើយើងបតោងវាចេះគឺវាធ្ងន់កកពោះនេះវាធំខ្លួនវាទួយក្បាលអញ្ចឹងហើយវាទៅយ៉ងចុះមកក្រោយយល់ទេបើសិនជាពោះវែងវាធំក្បាលអញ្ចឹងហើយវាងាយស្រួលក្នុងការចាប់ជាងតែនេះបាក់ចាប់ណាស់ប៉ុន្តែអត់ទេបើរបៀបចាប់វាគឺយើងដាក់ខ្លួនវាលើនេះចេះណាអត់រើទេដូចពោះងាប់អញ្ចឹងបើយើងអត់ដឹងល្បីវារើប្រកាច់ប្រកិនដល់ថ្នាក់ឡៃចកងកែនេះបានតែគេដៃយើងចឹងគ្រោះថ្នាក់បាទទៅពេទ្យមកបើយើងបញ្យួរទេណាវាអត់ឲ្យបញ្យួរទេដោយសារខ្លួនវាធ្ងន់ក្បាលវាទូចអញ្ចឹងវាព្យាយាមរើទៅទៅណាវានេះលុយសុតហ្នឹងដូចងាប់បាទអរគុណបាយបាយ